បាទសូមជម្រាបសួរបងប្អូនជនរួមជាតិទាំងអស់ថ្ងៃនេះខ្ញុំមានអារម្មណ៍ក្តុកក្តួលណាស់ដែលបានមកសារមន្ទីរឧក្រិដ្ឋកម្មរល័យពូជសាសន៍ទួលស្លែងដែលដឹកនាំដោយលោកបណ្ឌិតហែមប្រសើរប្រធានសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាពនិងជាប្រធានបណ្ដុំអង្គការសង្គមស៊ីវិលហើយបានឃើញនៅឧបករណ៍ធ្វើទរណកម្មនៅទីនេះបានមានច្រើនណាស់មានដាក់ខ្នោះមានគុកមានការចងព្យួរមនុស្សដើម្បីឲ្យមនុស្សស្លាប់មានការចាប់មនុស្សជំមុជចូលក្នុងពាងទឹកបានហើយមានដាក់សត្វដូចជាសត្វក្អែបបានដាក់ក្នុងគុកហើយបលែងសត្វក្អែបឲ្យខាំទៀតហើយជាពិសេសរន្ធត់ចុងក្រោយនេះគឺឃើញលលាក្បាលបានគឺលលាក្បាលតាំងជាច្រើននៅទីនេះបានបងប្អូនប្រជាពលរដ្ឋដែលបានស្លាប់កាលពីសម័យប៉ុលពតដល់ឃូខើយងខ្នងនោះគឺជា3លាននាក់ហើយទីនេះបន្សល់ទុកនៅលលាក្បាលជាច្រើនដែលខ្ញុំមិនដែលឃើញសោះធ្វើឲ្យមានការរន្ធត់ចិត្តយ៉ាងខ្លាំងបានហើយក្នុងនាមខ្ញុំជាអ្នកសារព័ត៌មានម្នាក់និងក្រុមការងារនៃគេហទំព័រព័ត៌មានថ្មីពិតឃើញដូច្នេះហើយគឺមានតែសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជាពិសេសយុវជនជំនាន់ក្រោយសូមមេត្តាបើមានពេលបានអញ្ជើញមកមើលទីនេះជាក់ស្ដែងដើម្បីបានដឹងអំពីអក្រិតកម្មប្រល័យពូជសាសន៍នៃរបបប៉ុលពត3ឆ្នាំ8ខែ20ថ្ងៃដែលប្រទេសកម្ពុជាយើងបានជួបប្រទះធ្វើឲ្យប្រទេសខ្ទេចខ្ទីបានហើយទីនេះមានទឹកភ័ស្តុតាងនៅទីនេះស្រាប់បានហើយដូច្នេះមកដល់ពេលនេះក្រោយពីរបបប៉ុលពតគឺរដ្ឋាភិបាលបានរំដោះប្រទេសជាតិហើយកំពុងតែដឹកនាំអភិវឌ្ឍប្រទេសជាតិមានការរីកចម្រើនឥតឈប់ឈរក្រោមការដឹកនាំដ៏ឈ្លាសវៃត្រឹមត្រូវរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រធានព្រឹទ្ធសភានិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជាដែលកំពុងតែមានសុខសន្តិភាពនិងការអភិវឌ្ឍយ៉ាងខ្លាំងដូច្នេះសូមសនំពរដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសជាពិសេសយុវជនជំនាន់ក្រោយសូមមេត្តាចូលរួមធ្វើសកម្មភាពនានាដើម្បីថែរក្សានៅសុខសន្តិភាពនេះដើម្បីកូនចៅរបស់យើងជំនាន់ក្រោយប្រទេសជាតិរបស់យើងឲ្យកាន់តែរីកចម្រើនតទៅអនាគតសូមអរគុណ